mà số mà bộ này đã mình tập bị mệt liền bạn bị mệt thống như rong cái bạn đi đấyนี่ได้ជាសាច់កង្កែបដែលយើងរកបាននិងគ្រឿងក្នុងអង្កែបពងអង្កែបចំពោះបន្លែវិញគឺយើងយកស្លជាមួយត្រកួនមានត្រួយអំពិលដែលបេះជុំវិញផ្ទះចំពោះត្រួយអំពិលនេះដែរគឺយើងមកយកចិញ្ច្រាំត្រួយអំពិលនេះដែរគឺយើងចិញ្ច្រាំទៅតាមបរិមាណចម្លដែលយើងត្រូវធ្វើកុំចិញ្ច្រាំច្រើនពេកនឹងសន្នតមកចិញ្ច្រាំប្រហុកហើយយើងត្រូវកូរគ្រឿងពូប្រហុកនេះដែរយើងដាក់ទៅតាមបរិមាណចម្លដែលយើងធ្វើបន្ទាប់មកចាប់ដើមស្លគឺជាដំបូងចាក់ខ្លាញ់ចូលដើម្បីរំងាស់គ្រឿងយើងទុកខ្លាញ់ឲ្យក្តៅបន្តិចយើងដាក់ប្រហុកចូលបន្ទាប់មកយើងកូរត្រឡប់ប្រហុកជាមួយខ្លាញ់ឲ្យឡើងក្លិនឈ្ងុយបន្ទាប់មកចាំយើងដាក់គ្រឿងទេសចូលមានរំដេងដាក់ក្រូចរមៀតនិងកូនស្លឹកគ្រៃពីនេះដែរយើងថែមស្ករ1កាព្រាបាយបន្ទាប់មកខ្ញុំដាក់គ្រឿងទេសចូលមានកូនស្លឹកគ្រៃរមៀតរំដេងនិងស្លឹកក្រូចសើមរួចធ្វើការកូរត្រប់គ្រឿងឲ្យចូលសព្វគ្រឿងបានល្អពួកគ្រឿងដែលយើងកូរត្រឡប់ធ្វើឲ្យគ្រឿងកូនស្លឹកគ្រៃរំដេងរបស់យើងបានក្លិនឈ្ងុយហើយដាក់ខ្ទឹមសចូលកូរច្របល់បន្ថែមទៀតទៅពីគ្រឿងយើងបានកូរឈ្ងុយហើយដាក់សាច់កង្កែបចូលចំពោះសាច់កង្កែបនេះណាយើងមានពងកង្កែបតែតកតងពងកង្កែបយើងចាំដាក់តាមក្រោយយើងកូរត្រឡប់ជាកង្កែបឲ្យសព្វគ្រឿងល្អហើយគួរធ្វើការកូរត្រឡប់ចុះឡើងឲ្យសាច់និងគ្រឿងបានចូលជាតិគ្នាល្អបន្ទាប់មកយើងថែមទឹកបន្តិចទៅតាមបរិមាណចម្លដែលយើងមានរំងាស់សាច់កង្កែបឲ្យបានផុយបន្តិចបន្ទាប់មកយើងដាក់បន្លែចូលដល់ពីយើងដាក់បន្លែត្រកួនចូលយើងត្រូវរំងាស់មួយពុះទើបយើងដាក់ត្រួយអំពិលចូលបន្ទាប់ពីទឹកបានពុះរួចហើយយើងដាក់ត្រួយអំពិលចូលត្រួយអំពិលនេះដែរខ្ញុំដាក់មកល្មមទៅតាមបរិមាណចម្លដែលយើងត្រូវធ្វើកុំដាក់ច្រើនពេកបើភ្លក់ស្ទើរជូរយើងអាចថែមអំពិលបន្ថែមទៀតអរគុណបងប្អូននេះដែរជាលទ្ធផលចម្លជូរគ្រឿងសាច់កង្កែបខ្ញុំបាទសូមអរគុណច្រើនសម្រាប់បងប្អូនក្នុងការទស្សនាវីដេអូមួយនេះសូមអរគុណ